ខ្ញុំគួរអានិននោះគឺជីវិតរបស់ខ្ញុំខ្លួនឯងគ្រប់បញ្ហាតែមានដំណោះស្រាយតែខ្ញុំដោះស្រាយស្ទើរឈួតទៅហើយអស់ពីមួយជុលមួយមិនចេះចប់ឡើយចង់ប្រែហើយព្រាខួរក្បាលខ្ញុំរឿងស្នេហារឿងគ្រួសាររឿងការងារសែនវេទនាណែនក្នុងអារម្មណ៍ស្ត្រេមម្ដងគិតមិនចេញបានត្រៀមយំរួយហើយក៏ដោះស្រាយបន្តសរសើរខ្លួនឯងអាចទ្រាំនឹងសម្ពាធគ្រប់យ៉ាងទោះបីគ្មានអ្នកណាលើកទឹកចិត្តឬឃើញហើយមនុស្សដែលខ្ញុំគួរអានិននោះគឺជីវិតរបស់ខ្ញុំខ្លួនឯងបញ្ហាតែមានដំណោះស្រាយតែខ្ញុំដោះស្រាយស្ទើរឈួតទៅហើយអស់ពីមួយជុលមួយមិនចេះចប់ឡើយចង់ប្រែហើយព្រាខួរក្បាលខ្ញុំរឿងស្នេហារឿងគ្រួសាររឿងការងារសែនវេទនាណែនក្នុងអារម្មណ៍ស្ត្រេមម្ដងគិតមិនចេញ